ភាពជោគជ័យមិនមែនជារឿងចៃដន្យទេមនុស្សភាគច្រើនមើលឃើញតែភាពរុងរឿងនៅពេលដែលនរណាម្នាក់ទទួលបានជោគជ័យពួកគេតែងតែនិយាយថាគេសំណាងណាស់ឬគេមានឱកាសល្អជាងយើងប៉ុន្តែការពិតដែលពិភពលោកមិនសូវបង្ហាញនេះគឺភាពជោគជ័យមិនដែលកើតឡើងដោយចៃដន្យនោះទេគ្មាននរណាម្នាក់ដើរដួលហើយស្រាប់តែធ្លាក់ទៅលើកំពូលភ្នំនោះឡើយនៅពីក្រោយស្នាមញញឹមនៃជ័យជំនះគឺមានយុគដែលគេងមិនលក់រាប់មិនអស់នៅពីក្រោយពាក្យថាពូកែគឺមានការវឹកហាត់រាប់ពាន់ម៉ោងដែលគ្មាននរណាម្នាក់បានឃើញភាពជោគជ័យគឺជាផ្ទាំងទឹកកកដែលអណ្ដែតលើទឹកមនុស្សទូទៅមើលឃើញតែភាពស្រស់ស្អាតនៅខាងលើប៉ុន្តែពួកគេមិនបានដឹងពីការលះបង់ការបដិសេធការបរាជ័យនិងភាពឯកោដែលនៅលាក់ខ្លួននៅក្រោមផ្ទៃទឹកដ៏ជ្រៅនោះទេប្រសិនបើអ្នកចង់បានអ្វីដែលមនុស្សធម្មតាមិនមានអ្នកត្រូវហ៊ានធ្វើអ្វីដែលមនុស្សធម្មតាមិនហ៊ានធ្វើភាពជោគជ័យគឺជាលទ្ធផលនៃការរៀបចំខ្លួនឲ្យរួចរាល់ដើម្បីរងចាំជួបនឹងឱកាសបើអ្នកមិនមានការរៀបចំទុកជាមុនទេទោះបីឱកាសមកដល់មុខទ្វារផ្ទះក៏អ្នកមិនអាចចាប់វាបានដែរវាមិនមែនជាសំណាងទេដែលធ្វើឲ្យមនុស្សម្នាក់ក្លាយជាសេដ្ឋីឬជាបុគ្គលិកឆ្នើមប៉ុន្តែវាគឺជាវិន័យដែលបង្ខំខ្លួនឯងឲ្យក្រោកពីគេងទាំងត្រជាក់វិន័យដែលបង្ខំខ្លួនឯងឲ្យអានសៀវភៅទាំងកំពុងងងុយនិងវិន័យដែលប្រាប់ខ្លួនឯងឲ្យបន្តទៅមុខទៀតទោះបីជាបេះដូងចង់បោះបង់ក៏ដោយកុំច្រណែននឹងលទ្ធផលរបស់អ្នកដទៃប្រសិនបើអ្នកមិនទាន់បានឆ្លងកាត់ការឈឺចាប់ដោយដែលគេបានឆ្លងកាត់គ្មានគ្រាប់ពូជណាដែលដាំថ្ងៃនេះហើយផ្ដល់ផលឲ្យថ្ងៃស្អែកនោះទេវាត្រូវការពេលវេលាដើម្បីចាក់ឫសទៅក្នុងដីមុននឹងវាអាចលូតលាស់ពោះទៅលើមេឃជីវិតរបស់អ្នកក៏ដូចគ្នាបើចង់បានដើមឈើដែលរឹងមាំអ្នកត្រូវអត់ធ្មត់នឹងការចាក់ឫសក្នុងភាពលំបាកជាមុនសិនចូលឈប់រងចាំឲ្យសំណាងរត់មករកអ្នកសំណាងពិតប្រាកដគឺកើតចេញពីការខិតខំប្រឹងប្រែងដែលមិនចេះនឿយហត់នៅពេលដែលអ្នកធ្វើការធ្ងន់ជាងមុនអ្នកនឹងឃើញថាខ្លួនឯងកាន់តែមានសំណាងជាងមុនភាពជោគជ័យមិនមែនជាគោលដៅចុងក្រោយដែលត្រូវទៅដល់ដោយចៃដន្យនោះទេប៉ុន្តែវាគឺជាដំណើរជីវិតនៃការកសាងខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃប្រសិនបើថ្ងៃនេះអ្នកកំពុងហត់នឿយប្រសិនបើថ្ងៃនេះអ្នកកំពុងជួបការបរាជ័យសូមកុំទាន់អាលអស់សង្ឃឹមព្រោះរាល់ការឈឺចាប់ដែលអ្នកកំពុងជួបគឺជាបឿងមួយសន្លឹកដែលកំពុងសាងសង់ជារបងការពារភាពរឹងមាំនៃជោគជ័យរបស់អ្នកនាពេលអនាគតចងចាំថាភាពជោគជ័យគឺជាជម្រើសមិនមែនជាការផ្សងសំណាងឡើយចូលជ្រើសរើសធ្វើការដើម្បីក្តីស្រមៃរបស់អ្នកចាប់ពីនាទីនេះតទៅពិភពលោកមិនជឿលើពាក្យសម្ដីទេគេជឿលើលទ្ធផលហើយលទ្ធផលនឹងមិនកុហកអ្នកដែលខំប្រឹងនោះឡើយ